បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសួស្តីម្ដងទៀតថ្ងៃនេះគឺថាចេញពេលយប់បងប្អូនមកដាក់ម៉ោងពេលយប់គឺថាបានត្រីច្រើនមែនទែនបងប្អូនអូសិតតែត្រីកែត្រីដូងកត្រីក្បកត្រីក្រាញ់សមុទ្របងប្អូនហ្នឹងហើយបានច្រើនមែនទែនដូចបងប្អូនឃើញអញ្ចឹងហើយមកកន្លែងនេះខ្ញុំមកដាក់ហ្នឹងគឺមកកន្លែងរដងបងប្អូនណាផែរយយ៉ាល់សមុទ្រកំពង់សោមហ្នឹងហើយពីថ្ងៃនេះឃើញភ្លៀងរឿងខ្លាំងអញ្ចឹងបងប្អូនណាក៏យប់ឡើងក៏សម្រាប់ចិត្តយកមកដាក់ទាំងទឹកបាទទាំងទឹកសោមទឹកភ្លៀងផងត្រជាក់ណាស់បងប្អូនអូយវាត្រជាក់ខែហ្នឹងបងប្អូននឹងស្រាប់ហើយគឺត្រជាក់ណាស់ជាមែនតែម្ដងហើយការដាក់មងខ្ញុំនេះគឺអត្តនាឆ្ងាយដែរកវែលនៅជើងផែបងប្អូនណាជើងផែបងប្អូនដែលចូលចិត្តលេងត្រីដូចខ្ញុំគឺដឹងហើយថាត្រីច្រើនណាស់បងប្អូនអើយមានតែមងមួយដៃមកណាមិនខ្វះទេត្រីមកហូបយើងមិនបាច់ចាំយកលុយទៅទិញត្រីផ្សារណាអានេះគ្រាន់តែយើងយូរម្ដងមករាល់ថ្ងៃពីក៏កើតដែរហើយសម្រាប់ខ្ញុំនេះគឺថារងាអីនេះគឺថាអត់មានចាញ់ទេបងប្អូនឲ្យតែមានត្រីគឺថាដោះអាវដោះខោទាំងយប់ហ្នឹងបងប្អូនណាអីវេលាស្មើនេះគឺថាម៉ោង3កន្លះបងប្អូនម៉ោង3កន្លះដល់ពេលដែលខ្ញុំចេញពីធ្វើការកន្លែងខ្ញុំទៅនោះគឺថាម៉ោង3យប់ទៅដល់នោះម៉ោង3កន្លះគឺថាចុះដាក់មងឲ្យបានត្រីឲ្យដោះត្រីនៅសមុទ្រហ្នឹងតែម្ដងបងប្អូននេះជានិស័យបងប្អូនណាតើយើងចូលចិត្តដែរធ្វើអញ្ចឹងបានតែបើយើងមិនចូលចិត្តទេធ្វើអញ្ចឹងអត់បានទេធ្វើអត់បានហ្មងសំខាន់បងប្អូនដែលចូលចិត្តខាងហ្នឹងគឺដឹងហើយថានៅពេលដែលយើងបានទៅមានអារម្មណ៍ថាមិនហេលហាលរហូតឈឺក្បាលឈឺវិលមុខអីចឹងណានៅពេលដែលយើងបានទៅតម្លាក់មងចូលទឹកហើយគឺថាត្រីជាប់ហើយគឺថាបងប្អូនអូអារម្មណ៍សប្បាយរីករាយអា refresh ទាំងប្រហែលគឺវាបាត់អស់ហើយបងប្អូនបាត់អស់តែម្ដងហើយនៅពេលដែលខ្ញុំលើកមងឡើងនេះបងប្អូនគឺថាត្រីប្រហែលជាបាន2គីឡូហើយបងប្អូនណាហើយនៅជាប់ត្រីនៅមងខ្លះទៀតខ្ញុំដោះមិនទាន់អស់បងប្អូនដោះមិនទាន់អស់ហើយឥឡូវបងប្អូនមកស្ដាប់សំឡេងវីដេអូ original ជាមួយនឹងការដោះត្រីជាមួយខ្ញុំទាំងអស់គ្នាបងប្អូនណាបាទសូមអញ្ជើញទស្សនាទាំងអស់គ្នាដល់រីករាយហើយកុំភ្លេចបាទ subscribe ម្នាក់មួយផងបងប្អូនណានៅ channel YouTube របស់ខ្ញុំបាទនេះបងប្អូនហ្នឹងហើយជួបគ្នានៅវីដេអូក្រោយថ្មីទៀតបងប្អូនបាទសូមអរគុណអូបងប្អូននេះមករកត្រីទាំងយប់មកនេះបានច្រើនណាស់ណានេះត្រីត្រីកែបានត្រីនេះមួយដែរនេះត្រីក្រាញ់សមុទ្របងប្អូនត្រីក្រាញ់សមុទ្រស្អាតដែរត្រីនេះត្រីក្បកបានត្រីកែច្រើននេះត្រីកែច្រើនត្រីកែសស្គូហើយនេះសស្គូធ្វើឲ្យឆ្ងាញ់ស្អែកស្ងោមជូរទេតែមកនេះនៅ1ម៉ោងទៀតនៅ1ម៉ោងទៀតនោះអត់តន់លើក1ម៉ោងណានោះគេនោះនៅចិត្តថ្មជើងផែថ្ងៃនេះមកដាក់ម៉ោងតាមជើងផែចិត្តភ្លឺនេះចេញពីផ្ទះមកម៉ោង4ឥឡូវនេះម៉ោងប្រហែលម៉ោង5 7 6ភ្លឺបានដល់ផ្ទះថ្ងៃនេះភ្លឺព្រលឹមឡើងម៉ោង7កន្លះបានដល់ផ្ទះអូយប់ឡើងអត់តោះភ្លៀងពីប្រលប់ភ្លៀងអញ្ចឹងបានត្រជាក់ណាស់មិនភ្លៀងពីល្ងាចពីយប់មិញត្រីនេះអូអត់តោះឡើងជីវិតតែប៉ុណ្ណឹងជីវិតខ្ញុំបងប្អូនអើយជីវិតខ្ញុំបានតែប៉ុណ្ណឹងក្តីសុខអត់មានចង់ទៅលើសណាណីទៀតតែប៉ុណ្ណឹងបានអូខេហ្នឹងហើយបងប្អូនបើពេញចិត្តវីដេអូនេះ share មួយផងបងប្អូនណាជួយ share មួយផងអរគុណទៀតវីដេអូមួយទៀតលើកមកហើយសិនត្រី